លើក្នុងថ្ងៃនេះគឺខ្ញុំនឹងធ្វើការទៅកំពង់សោមឆ្នេរសមុទ្រដើម្បីធ្វើការទៅលេងហ្គេមនៅឯឆ្នេរសមុទ្រផ្ទាល់យកតែម្ដងឥឡូវនេះគ្រឿងសម្ភារៈយើងគឺយើងមកដល់អស់ហើយមានតាំងពីអាគុយមានតាំងពី PS5 មានតាំងពី monitor អញ្ចឹងដំណើររបស់យើងដំបូងឡើយគឺនេះយើងត្រូវដាក់ជាមួយគ្រឿងសម្ភារៈរបស់យើងនៅក្នុងនោះគឺកៅអីទៅដល់គឺឈៀលសាហាវដោយសារថ្ងៃដើរលេងគឺចំថ្ងៃគេទៅស្រុកអញ្ចឹងមើលតែផ្លូវទៅគឺស្ទះដល់កក៏ប៉ុន្តែសម្រាប់ការស្ទះវាមិនមែនជាបញ្ហាធំទេអ្វីដែលជាបញ្ហាធំជាគឺខ្ញុំភ្លេចអាគុយឥឡូវគឺមានបញ្ហាមួយគឺដោយសារតែឥឡូវមើលសារដើមឡើងវិញគឺភ្លេចយកអាគុយនេះគុយដំណើរកំសាន្តរបស់យើងគឺជោគជ័យខ្លាំងមែនតើចេញពីផ្ទះចំ1ម៉ោងទៅដល់កាឡម៉ែត្រត្រូវបកមកវិញ1ម៉ោងដើម្បីមកយកអាគុយវិញទៀតហើយយើងទៅវិញអញ្ចឹងបន្ទាប់ពីយើងធ្វើការមកយកអាគុយហើយបញ្ហាគឺមិនតាន់អស់ទេគឺដោយសារតែខ្ញុំអស់អីលាងមុខជាមួយនឹង skin care បាទអញ្ចឹងមិនចាំយូរទេគឺខ្ញុំធ្វើការទៅទិញជាមួយនឹង skin care តែម្ដងបងនៅណាផលិតផលរបស់ការនេះខាងណានេះឥឡូវគឺយើងទិញហើយរបស់Garnier អានេះក៏ Turbo Bright អញ្ចឹងឥឡូវនេះយើងមាន foam លាងមុខយើងមាន Spotless Serum ហើយយើងមានជាមួយនឹង Vitamin C អានេះយើងលាបពេលយប់នេះយើងលាបពេលថ្ងៃហើយផុតយើងក៏ធ្វើការចេញដំណើរបាទយើងត្រៀមខ្លួនតាំងពីថ្ងៃប៉ុន្តែមុំចេញបានគឺរហូតដល់យប់ 6.5 hours later Oh my godឥឡូវនេះគឺយើងមកដល់កំពង់សោមក៏ប៉ុន្តែយើងទៅណាវាមិនទាន់កើតទេសារតែឥឡូវវាយប់ប្រលប់ប៉ុន្តែយើងត្រូវមកមើលប្លង់សិនឥឡូវយើងសម័យថាឈៀលសាហាវឈៀលវា no fear ប្លង់នេះវាគួរតែអែមឥឡូវខ្ញុំចំណាយពេលប្រហែល3វិនាទីដើម្បីធ្វើការស្រូបក្លិនសិនថាក្លិននេះអាចនឹងត្រូវវាយរបស់យើងអត់ត្រូវបាន 50% អញ្ចឹងបន្ទាប់ពីយើងញ៉ាំអីហើយឥឡូវគឺយើងមករកកន្លែងគេងសិនអូខេត្រូវការលាងមុខសិនគេអញ្ចឹងបន្ទាប់ពីយើងធ្វើការដើរលេងសប្បាយមែនតែកុំភ្លេចបាទជាមួយនឹងការថែមុខរបស់យើងផងអញ្ចឹងមិនចាំយូរទេចាប់យកជាមួយនឹង Turbo Bright Anti Pollution Sport Double Action Face Wash បាទព្រោះសារជាមួយនឹង foam នេះគឺផ្សំពី Black Charcoal និង IC Mineral ដែលលាងសម្អាតលើផ្ទៃមុខក៏ដូចជាជាមួយនឹងរុនញើសរុនកខ្វក់ដែលនៅលើមុខយើងក៏ដូចជាសម្អាតជាមួយនឹងជាតិពុលគឺបានល្អខ្លាំងមែនតើហើយជាពិសេសបាទគឺធ្វើឲ្យជាមួយនឹងស្បែកភ្លឺថ្លាក៏ប៉ុន្តែលាងមុខតាមមុខគឺក៏មិនទាន់ចប់ដែរគឺយើងត្រូវធ្វើការ apply បាទជាមួយនឹង serum gel អញ្ចឹងក៏មិនភ្លេចគ្នាជាមួយនឹង Turbo Bright Super Serum Gel បាទរបស់ Garnier ដដែលបរិសាទនៅក្នុងនេះគឺមានផ្ទុកជាមួយនឹងវីតាមីន C 5គុណដែលជួយឲ្យជាមួយនឹងស្បែកភ្លឺថ្លានិងកាត់បន្ថយជាមួយនឹងស្នាមអុចខ្មៅនៅលើមុខយើងហ្នឹងក៏ដូចជាផ្ដល់ជាមួយនឹងសំណើមធ្វើឲ្យជាមួយស្បែកត្រជាក់និងមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងជាពិសេសគឺមុនពេលដែលយើងគេងនឹងបដៅអញ្ចឹងចុងក្រោយគឺគេងមុនហើយ Day 2ឥឡូវនេះគឺព្រឹកហើយបាទតែនៅងុយដេកចឹងឥឡូវយើងងើបពីដេកយើងសរ៉េទៅឆ្នេរសមុទ្រសិនបញ្ហាឥឡូវគឺក្តៅមេឃគឺក្តៅខ្លាំងណាស់អញ្ចឹងយើងត្រូវមានដំណោះស្រាយ counter ពីលើមេឃក្តៅហ្នឹងគឺយើងត្រូវលាងមុខជាមួយនឹង foam លាងមុខ Turbo Bright Anti Pollution Sport Double Action Face Wash ម្ដងទៀតក៏ប៉ុន្តែលើកនេះគឺយើងធ្វើការ apply ជាមួយនឹង Turbo Bright Spotless Serum SPF 50+ ព្រោះសារសេរ៉ុមនេះគឺមានសមត្ថភាពទប់ជាមួយនឹងជាតិប្រេងគឺបានល្អខ្លាំងមែនតើជាពិសេសអាចធ្វើការបង្រួមមកជាមួយនឹងរុនរោមក៏ដូចជាធ្វើការផ្ដល់ជាមួយនឹងសំណើមនិងធ្វើឲ្យស្បែកភ្លឺថ្លាការពារកម្ដៅថ្ងៃការពារជាមួយនឹងកាំរស្មី UVA និង UVB បន្ទាប់ពីយើងធ្វើការធ្វើខ្លួនហើយឥឡូវនេះគឺយើងដល់វគ្គចេញមករកជាមួយនឹងទីតាំងវិញម្ដងហើយខ្ញុំចង់ប្រាប់អ្នកគ្នាមួយទៀតថាខ្ញុំមានរឿងដែលខ្ញុំភ្លេចមួយទៀតនោះគឺភ្លេចដូរអាវចាំបាច់ឆ្ងល់ទេបើសិនតែឃើញអាវខ្ញុំនេះគឺអាវដដែលព្រោះសារតែខ្ញុំភ្លេចយកអាវមកខណៈដែលនៅពេលដែលយើងមកដល់ជាមួយនឹងសមុទ្របញ្ហាគឺនៅតែមិនទាន់ចប់ទៀតព្រោះសារតែមេឃគឺរើភ្លៀងហើយចប់ម្សិលមិញយប់ឥឡូវភ្លៀងឥឡូវយើងចូលឡានសិនអូ my god ខ្លំខ្លុយយ៉ាងនេះដល់ខ 2,000 years later What the hell? មកដល់អស់ហើយមានតាំងពីអាគុយមានតាំងពី PS5 មានតាំងពី monitor ក៏ប៉ុន្តែអត់យកដៃហ្គេមមកអត់យកដៃហ្គេមមក
ôi gì vật sao mấy player cùi play tinh gà nè lỡ player đai gà màu thầm núa xua tha bà này lì chọโอเคnày cái này riêng bạn thực chất tinh phần tay mình bay ha tí khả năng này nè cái này bà sân này cái này đào clip đào ấy nè cái này trong ba chỉ muốn set em cà phê chỉ muốn snap ở khmau có đôi chỉ muốn sạp ấy xây complete chỉ muốn năng combo setរបស់ Garnier Turbo Brush នេះគ្នាដែរធ្វើឲ្យchỉ muốnមុខយើងគឺមិនខ្ចីស្អាតទេហើយបើសិនអ្នកគ្នាចាប់អារម្មណ៍ចង់ទិញគឺមិនខ្វះទេអ្នកគ្នានៅបណ្ដា Eon គ្រប់សាខារបស់តែម្ដងក៏ដូចជាជាមួយនឹង Lucky Supermarket ក៏ដូចជាជាមួយនឹង Norm Plus ដែលខ្ញុំបានចូលនឹងឲ្យជាមួយនឹងផ្សារទំនើបផ្សេងៗទៀតអ្នកគ្នាអាចការរើជាវបានដូចគ្នាហើយមួយទៀតបើសិនអ្នកគ្នាចង់តាមដានជាមួយនឹងព័ត៌មានអ្នកគ្នាក៏អាចធ្វើការទៅ follow ជាមួយនឹង Facebook Official Page របស់ Garnier Cambodia ក៏ដូចជាជាមួយនឹង TikTok របស់គាត់បានដូចគ្នាណាបាទផលិតផលនេះគឺជាផលិតផលរបស់បារាំងចឹងយើងអាចធ្វើការទុកចិត្តបាន 100% យកតែម្ដងអូខេ let's go